ប្រធានមន្ត្រីព័ត៌មានខេត្តកំពង់ឆ្នាំងជំរុញឲ្យមន្ត្រីវិទ្យុរួមគ្នាពង្រឹងគុណភាពនិងប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយលោកឈៀងវណ្ណៈប្រធានមន្ត្រីព័ត៌មានខេត្តកំពង់ឆ្នាំងបានជំរុញនិងលើកទឹកចិត្តឲ្យមន្ត្រីការិយាល័យវិទ្យុទាំងអស់បង្កើនកិច្ចសហការគ្នាក្នុងការផលិតព័ត៌មាននិងមាតិកាសំខាន់ៗឲ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាពខ្ពស់ដើម្បីពង្រឹងការផ្សព្វផ្សាយជូនដល់មហាជនការលើកឡើងរបស់លោកប្រធានមន្ត្រីបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពង្រឹងការងារវិទ្យុនាព្រឹកថ្ងៃទី25ខែមិថុនាឆ្នាំ2026នេះនៅសាលប្រជុំមន្ត្រីព័ត៌មានខេត្តកំពង់ឆ្នាំងនៅក្នុងឱកាសនោះលោកឈៀងវណ្ណៈបានសង្កត់ធ្ងន់ថាក្នុងការផលិតព័ត៌មានគឺត្រូវតែធ្វើឡើងឲ្យបានឆាប់រហ័សគ្រប់ជ្រុងជ្រោយនិងមានប្រភពច្បាស់លាស់ដើម្បីធានាបាននូវទំនុកចិត្តនិងភាពត្រឹមត្រូវជូនប្រជាពលរដ្ឋលោកប្រធានមន្ត្រីបានរំលឹកបន្ថែមទៀតថាក្នុងនាមជាមន្ត្រីជំនាញក្នុងវិស័យព័ត៌មានត្រូវតែប្រមូលព័ត៌មានប្រកបដោយតុល្យភាពស្វែងរកព័ត៌មានពិនដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួននិងរួមគ្នាប្រឆាំងដោះស្រាយព្រមទាំងទប់ស្កាត់រាល់ព័ត៌មានคล้ายៗព័ត៌មានញុះញង់ដែលបង្កឲ្យមានអសន្តិសុខឬអំពើហិង្សានៅក្នុងសង្គម